ខ្លាំងមិននេះទេបានតំណែងរងមែនតែលហៀងថាមើលណៃសុភិរិទ្ធត្រូវបានជ្រើសរើសតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធីធំមួយនិយាយពីតារាសម្ដែងប្រុសរូបសង្ហាលោកមើលណៃសុភិរិទ្ធមហាជនអ្នកគាំទ្ររបស់តារាប្រុសរូបនេះបានជ្រាបហើយថាលោកទើបតែទទួលបានតំណែងជ័យលាភីរងទី1នៃកម្មវិធី Mr. Supranational Cambodia 2025ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រថ្មីកន្លងទៅចំពោះតំណែងជ័យលាភីរងទី1នៃ Mr. Supranational Cambodia 2025នេះដែរលោកមើលណៃសុភិរិទ្ធបានធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើនបង្ហាញការអបអរនិងសរសើរពីសមត្ថភាពដ៏លេចធ្លោរបស់លោកត្បិតតែទើបប្រឡូកវិស័យបុរសឯកជាលើកដំបូងមែនប៉ុន្តែតារាសម្ដែងរូបនេះក៏អាចឆក់បានតំណែងល្អក្នុងកម្មវិធីនេះយ៉ាងណាមិញក្រោយទទួលបានតំណែងបុរសឯករងទី1ប៉ុន្មានថ្ងៃអ្វីដែលធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមិត្តក្នុងសិល្បៈកាន់តែបង្ហាញការអបអរនិងរំភើបជំនួសលោកមើលណៃសុភិរិទ្ធខណៈទទួលដំណឹងថាលោកនឹងត្រូវជ្រើសរើសតំណាងឲ្យកម្ពុជាត្រៀមខ្លួនចូលរួមប្រកួតលើឆាកអន្តរជាតិទៀតផងតាមរយៈការបង្ហើបលើ Facebook របស់តារាសម្ដែងប្រុសរូបនេះបានឲ្យដឹងថាលោកនឹងអាចក្លាយជាម្ចាស់តំណែង Mr. Global Cambodia 2025ដែលត្រូវបានតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Mr. Global International 2025ឆាប់ៗខាងមុខ